ជំរាបសួរបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់ការវិភាគតម្លៃហាងឆេងមាសនិងរូបិយប័ណ្ណបរទេសជាប្រចាំថ្ងៃបងប្អូនយើងឃើញថាតម្លៃហាងឆេងមាសនៅក្នុងរយៈពេល2ថ្ងៃហ្នឹងគឺអត់មានការប្រែប្រួលទៅណាឆ្ងាយទេដោយសារតែមូលហេតុអ្វីបាទដោយសារតែនៅក្នុងថ្ងៃសុក្រនេះបាទថ្ងៃចុងសប្តាហ៍ហ្នឹងគឺមានព័ត៌មានសំខាន់បាទគឺគេនិយាយអំពីការបូកសរុបចំនួនអ្នកដែលមានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកអញ្ចឹងព័ត៌មានហ្នឹងនឹងធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃហាងឆេងមាសខ្លាំងក៏អាចធ្វើតម្លៃហាងឆេងមាសមានការឡើងខ្លាំងក៏ចុះខ្លាំងដូចគ្នាបាទអញ្ចឹងពីខ្ញុំទៅដោយយោងទៅតាមការវិភាគនៅលើ time frame មួយថ្ងៃបាទខ្ញុំមើលមួយថ្ងៃបងប្អូនអរគ្នាបន្តិចបាទវិភាគ time frame មួយថ្ងៃយើងឃើញថាការពីម្សិលមិញតម្លៃមាសមានការធ្លាក់ចុះប៉ុន្តែមានការកើនឡើងវិញនៅពេលយប់បាទសម្រាប់ការកើនឡើងរបស់វាក៏អត់ទាន់មានការ confirm ឬក៏បញ្ជាក់ប្រាប់យើងថាតម្លៃមាសមានការកើនឡើងបន្ថែមទៀតដែរការធ្លាក់ចុះការពីម្សិលមិញក៏អត់មានការបញ្ជាក់ប្រាប់ថាតម្លៃមាសនឹងបន្តនៅក្នុងការធ្លាក់ចុះបន្ថែមទៀតដែរបកគោម្សិលមិញហើយបកគោការពីម្សិលមួយថ្ងៃគឺសិតសឹងតែជាបកគោមានការ reject តម្លៃចោលទាំងលើទាំងក្រោមអញ្ចឹងសម្រាប់មាសខ្ញុំគិតថានៅក្នុងយប់ហ្នឹងគឺជោគវាសនាមាសនឹងកំណត់ទៅលើទិន្នន័យ nan farm នៅក្នុងយប់នេះហើយបាទប៉ុន្តែពីខ្ញុំទៅខ្ញុំគិតថាតម្លៃហាងឆេងមាសអាចមានឱកាសចុះមកបន្តិចសិនបាទអាចចុះមកដល់ខ្ទង់តម្លៃ2800ក្រាស់បាទមានឱកាសឡើងទៅលើតទៀតអាច2880 2890បើថាយ៉ាងអត់ណាស់2900អីបានមានឱកាសឡើងទៅលើតទៀតបាទប៉ុន្តែការពីព្រឹកមិញហ្នឹងបានចុះមកយកបាត់ហើយប៉ុន្តែពីខ្ញុំទៅខ្ញុំគិតថាអាចបែបហ្នឹងចាំមើលតនន័យសិននេះគឺជាការវិភាគទេបងប្អូនបាទអញ្ចឹងសួរថានៅក្នុងថ្ងៃហ្នឹងយើងគួរតែ follow មិនសម្រាប់បកគោមួយថ្ងៃអត់មានការ confirm ឲ្យយើងទេបើសិនជាវាអត់មានការ confirm ឲ្យយើងអញ្ចឹងពីខ្ញុំទៅយើងយកអាម៉ាន់បន្តិចបាទការពីម្សិលមិញបិទក្រហមអញ្ចឹងអាចមានឱកាសចុះបន្តិចបាទបន្ទាប់មករងចាំព័ត៌មានប្រែប្រួលយកតែម្ដងបាទនេះគឺជាការវិភាគនៅក្នុង time frame 1ម៉ោងបាទនៅក្នុង time frame 1ម៉ោងគឺខ្ញុំ recommend បងប្អូនយើងមានតម្លៃនៅក្នុងការទិញតម្លៃទី1 2894 98ឬក៏2900យើងអាចចាប់ផ្ដើមតេស្តទិញទៅលើបានហើយណាបងប្អូនបាទឬក៏ទិញខ្លីៗទី2 2880និង$84នៅក្នុងមួយអោនយើងអាចចាប់ផ្ដើមទិញបាននិងចុងក្រោយតម្លៃទិញមួយទៀតគឺ2864និង$68នៅក្នុងមួយអោនបាទអញ្ចឹងតម្លៃ3ហ្នឹងបងប្អូនអរគ្នាអាចរងចាំទិញបានបើយើងក៏លេខជាមួយនឹងការលក់វិញបាទខ្ញុំអត់ recommend លក់ឥឡូវទេរងចាំបន្តិចទៀតបាទ2918និង22យើងអាចលក់បាន2932 36យើងអាចលក់បាន2942និង46ក៏យើងអាចលក់បានដូចគ្នាតម្លៃ3ហ្នឹងគឺយើងអាចលក់បានទាំងអស់តែម្ដងបើសូមបញ្ជាក់ថាការវិភាគនេះគឺមុនម៉ោងព័ត៌មានមុនម៉ោង8កន្លះនៅក្នុងយប់ហ្នឹងបាទអញ្ចឹងបងប្អូនអរគ្នាអាចមើលនៅក្នុងហ្នឹងបានរកកន្លែងទិញលក់បានធម្មតាបងប្អូនដែលគាត់ចូលចិត្តទិញលក់ខ្លីៗបាទដោយអត់មានការរងចាំ support resistance អូខេសូមមានការប្រុងប្រយ័ត្នផងនៅក្នុងការចូលទីផ្សារយប់ហ្នឹងដូចខ្ញុំនិយាយប្រាប់អញ្ចឹងយើងមានព័ត៌មាន non farm payroll ប៉ុន្តែព័ត៌មានហ្នឹងគឺបែងចែកចេញជា3ទី1 average household earning គឺថ្លៃប្រាក់ឈ្នួលដែលគិតជាម៉ោងបាទទី2 non farm employment change ការបូកសរុបចំនួនអ្នកដែលមានការងារធ្វើទី3គឺ unemployment rate បាទហើយនៅក្នុងម៉ោង12កន្លះយប់ហ្នឹងយើងមានព័ត៌មានមួយទៀតពាក់ព័ន្ធជាមួយនឹងលោកប្រធានធនាគារកណ្ដាលគឺលោក Powell គាត់ឡើងនិយាយបាទពាក់ព័ន្ធជាមួយនឹងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងនិយាយអំពីអត្រាការប្រាក់បាទដែលគាត់ត្រូវនឹងត្រៀមនឹងកាត់ឬក៏ដំឡើងឬក៏រក្សានៅដដែលបាទនៅក្នុងត្រីមាសទី2ឆាប់នេះបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមានប៉ុណ្្នឹងទេបងប្អូនអរគ្នាហើយចាប់ពីសប្តាហ៍ក្រោយទៅទីផ្សារទាំងអស់គឺរំកិលមកមុខមុន1ម៉ោងទាំងអស់បាទម៉ោង8សំទោសម៉ោង7ទីផ្សារអាមេរិកចាប់ផ្ដើមបើកហើយម៉ោង1អឺរ៉ុបចាប់ផ្ដើមបើកហើយម៉ោង5ភ្លឺទីផ្សារអាស៊ីចាប់ផ្ដើមបើកដូចគ្នាខ្ញុំនឹង inform បន្ថែមបាទអញ្ចឹងបងប្អូនអរគ្នាអាចទិញលក់នៅតាមអ្វីដែលខ្ញុំប្រាប់នឹងបានណាបាទអញ្ចឹងអរគុណច្រើនចំពោះការចំណាយពេលវេលាបងប្អូនហើយសម្រាប់ជួបអរគុណខាងឆ្វេងដៃបងប្អូនអរគ្នាអាច scan មកដល់ Telegram ខ្ញុំផ្ទាល់តែម្ដងបាទអរគុណច្រើនបងប្អូនអរគ្នាបាទជម្រាបលាជួបគ្នាជាមួយនឹងការ live ពេលថ្ងៃបន្ថែមទៀតបាទអរគុណ